តុកសក់ឡើងហ៊ានអត់ដោយសារតែអត់ឆេះនិយាយទៅគឺគាត់ខ្លាចល្អហ្មងឬតែអត់សក់គឺខ្លាចដោយសារតែអត់ពេលណាក៏ដាច់សក់អត់ពេលណាក៏ឆេះដែរអស់លុយហើយសក់អត់ស្អាតអស់លុយហើយសក់ជ្រុះអស់ពីក្បាលអស់លុយហើយដាច់សក់អស់នេះហើយជាមូលហេតុដែលភ្ញៀវយើងខ្លាចខ្លាំងមែនទែនអញ្ចឹងហ្នឹងសម្រាប់ការងារអនុវត្តនៅក្នុងថ្ងៃដំបូងដែលខ្ញុំតម្លាក់ចូលក្នុងការងារអនឡាញនេះគឺឲ្យជាមួយនឹងកាដូដ៏ធំធេងជាមួយនឹងសក់ដែលធំប្រប៉ុណ្ណជាងអេនេះបងប្អូនខ្ញុំជឿជាក់ថាភាគតិចណាស់ដែលបងប្អូនហ៊ានធ្វើជាមួយការងារនេះហើយក៏ភាគច្រើនមែនទែនដែលអត់ហើយឆេះចុងហើយក៏ហើមជាមួយនឹងគល់សក់ដុកថ្មីអញ្ចឹងថ្ងៃហ្នឹងយើងមកយកជាមួយនឹងតិចនិចដែលពិសេសបើនិយាយថាងាយអត់ដូចជាមិនងាយទេហើយសួរថាពិបាកខ្លាំងអត់ក៏ដូចជាមិនពិបាកខ្លាំងដែរបើសិនជាយើងចេះពីការចេះមើលតសៃសក់ចេះពីក្បួនលាយថ្នាំឆែកថ្នាំថែមថ្នាំយ៉ាងណាដើម្បីវាស័ក្តិសមជាមួយកម្លាំងសក់ស្រាប់ខ្លាចតែយើងអត់ចេះទេទៅតែយើងហៅថាវាពិបាកខ្លាំងដែលមិនហ៊ានធ្វើណាអញ្ចឹងសម្រាប់ការងារកណេះដែរសក់នេះគឺយើងហៅថាកម្លាំងសក់140សក់បកតជាសក់ធម្មជាតិដោះមកថ្មីចុងបកតធ្លាប់អត់ដែរប៉ុន្តែដាច់ជ្រុះទៅអស់លីងហើយនៅសល់តែប្រហែល4-10ដើមដូចខ្ញុំទាញឲ្យបងប្អូនឃើញអញ្ចឹងហើយសម្រាប់សក់បកតនេះគឺអាចហៅបានថាលំដាប់ស្ដាច់សក់ហើយបងប្អូនសក់គាត់ដើមតូចប៉ុន្តែគឺញ៉ាញ់ខ្លាំងមែនទែនបងប្អូនមិននិយាយថារួញទេសក់បែបនេះគឺយើងនិយាយថាញ៉ាញ់បដ ாய் ទៅដោយបងប្អូនឃើញបងប្អូនដូចសក់គេអ៊ុតម៉ូសូដូចសក់ជនជាតិគេអញ្ចឹងណាបើមើលពីក្រោយស្មានតែជនជាតិគេតើតែមានណាជនជាតិខ្មែរយើងតើអញ្ចឹងសម្រាប់សក់នេះសម្រាប់តិចនិចនៅក្នុងការធ្វើហើយនឹងលាយថ្នាំបងប្អូនសូមស្ដាប់មួយខ្ញុំនឹងលម្អិតជូនពីការធ្វើអញ្ចឹងសម្រាប់ជាដំបូងនៅក្នុងការអ៊ុតគឺយើងធ្វើការកក់សក់ភ្ញៀវបើកោសិកាសិននៅពេលដែលយើងកក់ហើយបែបនេះយើងនឹងឃើញពីភាពពិតនៃសក់របស់យើងកាន់តែច្បាស់ជាងមុនមានសក់ចំណុចណាជាសក់ដុសថ្មីមានសក់ចំណុចណាជាសក់អ៊ុតហើយមានខ្សោយកន្លែងណាមាំកន្លែងណាខ្លាំងគឺយើងត្រូវតែបង្ហាញនៅពេលដែលកក់សាប៊ូបើកោសិកានឹងហើយអញ្ចឹងយើងចាប់ផ្ដើមវិភាគតសៃសក់ដូចខ្ញុំនិយាយខាងដើមកម្លាំងសក់របស់គាត់គឺខ្ញុំឲ្យកម្លាំង140ប៉ុន្តែនៅក្នុងការលាយទឹកថ្នាំគឺយើងលាយឲ្យខ្សោយជាងកម្លាំងសក់អញ្ចឹងថ្នាំរបស់យើងលាយកម្លាំង120មកការលាយកម្លាំងឲ្យខ្សោយជាងសក់គឺដើម្បីចូលទៅស៊ើបស្ទាបស្ទង់ជាមួយនឹងសុខភាពសក់ជាក់ស្ដែងតើវាអាចទទួលយកបានដែរទេនៅពេលដែលយើងលាយថ្នាំប៉ុណ្ណឹងបើសិនជាក្នុងករណីយើងលាយហើយថ្នាំរបស់យើងវានៅខ្សោយជាងសក់គឺល្អនៅពេលដែលមានចន្លោះខ្វះខាតស្ទើរថ្នាំនៅចំណុចណាសក់នៅឡងនៅមាំនៅចំណុចណាយើងអាចធ្វើការថែមបានដោយគ្មានហានិភ័យសម្រាប់សក់បែបនេះការឡើងថ្នាំអាចចន្លោះពី2ទៅ3ដងទៅជោគជ័យណាបងប្អូនខុសពីសក់ដែលកម្លាំងមុំអញ្ចឹងសម្រាប់ក្បួនលាយថ្នាំគឺខ្ញុំនឹងទម្លាក់បន្ថែមនៅលើ caption ថាខ្ញុំលាយម៉ានដើម្បីស្រួលបងប្អូនយកទៅអនុវត្តអញ្ចឹងសម្រាប់ការលាយហើយយើងធ្វើការកូរថ្នាំឲ្យសប់ល្អមុននឹងយើងធ្វើការឡើងទៅលើតសៃសក់ភ្ញៀវអញ្ចឹងនៅក្នុងការឡើងថ្នាំនេះការចាប់ផ្ដើមដំបូងយើងត្រូវឃ្លាតពីចំណុច A ចំណុច A មានន័យថាពីស្បែកក្បាលចុះមកពីថ្នាំងដៃហើយយើងលាបនៅចំណុច B ចុះមកមុនចំណុច B បើសិនជាសក់គាត់ធម្មជាតិគឺយើងបែងចែកតែ2ទេខ្ញុំបែងចែក A ហើយនិង B ចំណុច A មានន័យថាពីស្បែកក្បាលចុះមកពីថ្នាំងដៃបន្ទាប់មកក្រោមពីថ្នាំងដៃចុះមកក្រោមហ្នឹងគឺយើងហៅថាចំណុច B អញ្ចឹងយើងទម្លាក់ថ្នាំគឺចាប់ពីចំណុច B ចុះមកសិនមានន័យថាយើងទម្លាក់ថ្នាំនៅលើសក់ចាស់សិនសក់ចាស់ជាសក់មួយដែលវាអត់ងាយចូលថ្នាំទេបងប្អូនតែសម្រាប់សក់ខ្ចីចំណុច A ដែលជាប់ពាក្យជាមួយស្បែកក្បាលគឺងាយនឹងចូលថ្នាំខ្លាំងដែលវាជាសក់ទៅតែដុសមកថ្មីអញ្ចឹងវាចូលថ្នាំលឿនណាស់បងប្អូនដោយសារតែវាខ្សោយដើមតូចនៅឡើយមិនតន់មាំមិនតន់ចាស់អញ្ចឹងណាអាកណ្ដាលគឺវាចាស់ហើយអញ្ចឹងចូលថ្នាំវាងាយទេអញ្ចឹងយើងដាក់ចំណុចហ្នឹងមុនហើយឲ្យថ្នាំវាចូលនៅតំបន់ហ្នឹងបានមុនសិនការទម្លាក់សក់លាបគឺយើងទម្លាក់ធំបងប្អូនអាចចាក់កម្រាស់ប្រហែលជាមួយថ្នាំងដៃនៅក្នុងការលាបម្ដងអត់ធ្វើការស្ដើងទេណាបងប្អូនធ្វើការលាបថ្មីឲ្យបានលឿនដែលអាចធ្វើទៅបានលឿនឲ្យអស់ពីសមត្ថភាពហើយនៅពេលដែលយើងចាប់ផ្ដើមលាបយកដៃទ្រពីក្រោមដាក់ថ្នាំមកក្រោមពីថ្នាំងដៃចុះហើយបងប្អូនស្បេតចុះមកក្រោមបន្ទាប់មកបានយើងត្រូវការមានក្រាស់មួយថ្មីល្អិតយកមកសិតឲ្យទឹកថ្នាំរបស់យើងវាស្មើល្អប៉ុន្តែមិនឲ្យប៉ះជាមួយស្បែកក្បាលនៅឡើយទេគឺត្រូវកម្លាតនៅសល់មួយថ្នាំងដៃនៅពេលដែលសិតគឺនៅសល់កម្លាតមួយថ្នាំងដៃណាបងប្អូនណាកម្លាតមួយថ្នាំងដៃចោលសិនហើយព្យាយាមលាបឲ្យអស់សក់ឲ្យសពសិនហើយនៅក្នុងការលាបគឺយើងលាបសក់ត្រឹមតិចសងខាងមកក្រោយមុនត្រឹមតិចសងខាងទៅខាងមុខទុកសិនលាបពីក្រោយអស់សិនទៅចូលការលាបថ្នាំទៅខាងមុខការដែលយើងលាបបែបនេះដោយសារតែសក់ពីមុខគឺវាកម្លាំងខ្សោយជាងសក់ពីក្រោយនិយាយទៅសក់មួយក្បាលកម្លាំងអត់ដូចគ្នាទាំងអស់ទេបងប្អូនគល់ផ្សេងកណ្ដាលផ្សេងចុងផ្សេងពីមុខផ្សេងពីក្រោយផ្សេងពីក្នុងផ្សេងពីលើផ្សេងអញ្ចឹងនៅក្នុងការលាបពីក្រោយនេះតំបន់ពីក្រោយនឹងកណ្ដាលសក់គឺតំបន់មាំអញ្ចឹងយើងលាបវាឲ្យហើយអស់ចឹងមកចាំបងប្អូនវេកបញ្ចូលទៅលាបនៅចំហៀងអញ្ចឹងនៅពេលដែលលាបចំហៀងហើយអីហើយអស់សពអស់ហើយបានយើងធ្វើការឆែកបំពេញនៅចំណុចខ្វះខាតដែលយើងលាបធំនោះគឺវាមិនតន់សពថ្នាំល្អទេអញ្ចឹងវាប្រកាសជាមានចំណុចណាខ្វះខាតអញ្ចឹងទៅយើងបញ្ចូលថ្នាំបន្ថែមអញ្ចឹងយើងលាបបន្ថែមហើយអីហើយចាំយើងធ្វើការផ្អាប់ទុកអញ្ចឹងនៅក្នុងការអ៊ុតសក់គឺអត់អាចដើរចោលភ្ញៀវបានគឺបងប្អូនផ្អាប់ទុកចន្លោះតែ10នាទីអីគឺចាប់ដើមចូលមកមើលហើយ
mà mờ mà đòn máu tha sọ bởi dương vì dư dưa chầm lệch na miên chầm lệch na nó lon chầm lệch na nó to đây chẳng á chắc nó không nông ca để dương chạy nó cứ chạy khục lọt cái liệt từng chạy hơi nó không nông ca để dương áp to tiện sân mình đọc nhật ti hơi khơi khoác khá tham tham phơi mỏng tê để sao tham dương tê tận liệp hơi cầm lặng vía có cầm bông phơi ca vì mình toàn phơi ca chọc thì ao việt phơi ca cho lọt vì 50 nhật ti ấy sấn từ vì chập đàm cầm lặng tham chẳng bởi sân chỉ bom ôn chạy là hốt to tại 50 nhật ti hơi sọ bởi dương viên nơi tại miên chầm lệch lon chẳng bom ôn chập đàm ly tham thay mà chạm tiếp và thôi tất cả phía trái và thôi cho mỗi nâng tham spa bằng ôn á dương ly và thôi đập bay ở tham vì miên cầm lặng khăng chừng một tịch máu hơi dân vô máu bầm pin bầm thêm nâu chầm lệch đại viên nâu lon đại bầm to là lìa ta xài sọ vào giường bầm ôn bật thêm nó tay chầm lệch nâng từ chỉ thon một đá ca liệp bị lỡ đôi trong trắng chầm lệch chống viên nâng phơi ca lìa bầm tay vì ai nâu chầm lệch khang lờ nâu chầm lệch cả đá sọ nó vì ai nâu bầm to là lìa tê trắng dương bầm pin cứ bầm pin chầm lệch đại bầm to là lìa nâng sân